បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារាសីសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមីដែលចន្លោះពីថ្ងៃទី17ទៅដល់ថ្ងៃទី23ខែមីនាឆ្នាំ2025ថាតើជោគជតារាសីបងប្អូនមានលក្ខណៈដូចម្តេចខ្លះសូមតាមដានសម្រាប់ពី Channel ខ្ញុំបាទដូចតទៅនេះតើតើនឹងជោគជតារាសីបងប្អូនសម្រាប់សប្តាហ៍នេះសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមីសប្តាហ៍នេះគឺបងប្អូនអ្នកគ្នារៀងរវល់បន្តិចនៅរយៈពេលដើមសប្តាហ៍ហើយថាមពលខ្លាំងក៏មានចំពោះបងប្អូនអ្នកគ្នាដែរដែលធ្វើឲ្យលោកបំពេញនៅរាល់កិច្ចការងារទាំងអស់គឺទទួលបាននូវភាពល្អប្រសើរច្រើនហើយពេញដៃពេញជើងល្អចូលដល់ពាក់កណ្ដាលសប្តាហ៍បងប្អូនអ្នកគ្នារៀងបន្តោយខ្លួនបន្តិចដែលធ្វើឲ្យការងាររបស់បងប្អូនអ្នកគ្នាមានលក្ខណៈច្របូកច្របល់ច្រើនជាងហើយដើម្បីដោះស្រាយរវាងមួយវិញទៀតតើតើបងប្អូនអ្នកគ្នាដែលកើតនៅឆ្នាំមមីនេះក្នុងចន្លោះសប្តាហ៍នេះបងប្អូនអាចមានចំនួនណាមួយនៅក្នុងគ្រួសាររបស់បងប្អូនអ្នកគ្នាចឹងហើយតើតើជាមួយនឹងកិច្ចការងារនៅក្នុងក្រុមគ្រួសារបើសិនជាមិនមានអ្វីចាំបាច់នោះខ្លាំងនោះទេបងប្អូនគួរតែព្យាយាមអត់ធ្មត់ខំមកសង្កត់ចិត្តបន្តិចទៅបើសិនជាមិនពុំនោះទេសោតបងប្អូននឹងមានរឿងជាមួយនឹងសមាជិកគ្រួសាររបស់លោកអ្នកជាបំផានតើតើនឹងពេលវេលាសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមីនៅក្នុងខែអធិស្ឋាននៅក្នុងសប្តាហ៍នេះគឺបងប្អូនទាំងនេះមិនសូវមានពេលវេលាច្រើនទេគឺបងប្អូនតែងតែរវល់ច្រើនជានិច្ចហើយបងប្អូនទាំងនេះធ្វើសកម្មភាពមួយចំនួនគិតថាខ្លួនឯងធ្វើខុសក៏ប៉ុន្តែរឿងរ៉ាវនោះមិនសូវជាធ្ងន់ទេបងប្អូនគួរតែព្យាយាមធ្វើការងារបដោតតែមួយបានហើយទើបបងប្អូនទាំងនេះទទួលបាននូវភាពរីកចម្រើនច្រើនហើយសម្រាប់ចុងសប្តាហ៍បងប្អូនអ្នកមានភាពរីករាយក្នុងចិត្តមានភាពរៀងស្រឡះចិត្តជាងដើមសប្តាហ៍និងពាក់កណ្ដាលនៃសប្តាហ៍ចន្លោះថ្ងៃទី17ដល់ថ្ងៃទី23ខែមីនាឆ្នាំ2025ពី Channel ទូទាយសូមអរគុណសូមជម្រាបលា